បណ្ដាសាត្រកូល Kennedy ត្រកូលអ្នកនយោបាយដ៏មានឥទ្ធិពលរបស់អាមេរិកមានទ្រព្យមានអំណាចតែសមាជិកក្នុងគ្រួសារនេះកើតមករមែងតែងតែមានអាយុខ្លីចុះលោកអ្នកមានដឹងទេថារឿងរ៉ាវអាថ៌កំបាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងជនជាតិឥណ្ឌាដើមត្រកូល Kennedy ត្រូវបានគេចាត់ទុកជាគ្រួសារមួយដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយរបស់អាមេរិកត្រកូលនេះមានទ្រព្យសម្បត្តិមានភាពជោគជ័យនិងមានអំណាចពេញដៃប៉ុន្តែនៅពីក្រោយភាពរុងរឿងនោះគឺពោរពេញទៅដោយសោកនាដកម្មការស្លាប់មុនអាយុនិងហេតុការណ៍អាថ៌កំបាំងជាច្រើនរហូតធ្វើឲ្យមានមនុស្សជាច្រើនជឿថាទាំងអស់នេះគឺបណ្ដាលមកពីបណ្ដាសាតើបណ្ដាសាត្រកូល Kennedy នេះចេញមកពីណាមានពាក្យដំណាលមួយក្នុងចំណោមពាក្យដំណាលតគ្នាជាច្រើនដែលត្រូវបានគេលើកយកមកនិយាយច្រើនបំផុតនោះគឺជារឿងដែលត្រកូលនេះត្រូវបណ្ដាសាពីជនជាតិឥណ្ឌាដើមត្បិតថារឿងនេះមិនមានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែវាជារឿងមួយដែលមានមនុស្សជឿច្រើនជាងគេដើមហេតុនៃបណ្ដាសាត្រកូល Kennedy មានរឿងព្រេងមួយបាននិទានថាលោក Patrick Kennedy ជាបរិសុទ្ធជនជាតិអ៊ីឡង់ដែលជាជីតាទូតរបស់ប្រធានាធិបតី John F Kennedy បានសាងឋានៈនិងបង្កើតទ្រព្យសម្បត្តិពីអាជីវកម្មក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចរួមទាំងសកម្មភាពមួយចំនួនដែលត្រូវបានគេមើលឃើញថាជាការជន់ឈ្លីនិងជិះជាន់អ្នកដទៃក្នុងនោះមានការជាប់ពាក់ព័ន្ធនឹងការទន្ទ្រានបណ្ដេញជនជាតិឥណ្ឌាដើមចេញពីដីដែលមានសម្បត្តិធនធានធម្មជាតិនិងការប្រើប្រាស់ទំនាក់ទំនងនយោបាយដើម្បីស្វែងរកផលប្រយោជន៍រឿងព្រេងក្នុងស្រុកខ្លះបាននិយាយថាមេដឹកនាំកុលសម្ព័ន្ធឥណ្ឌាដើមម្នាក់ដែលរងផលប៉ះពាល់បានបណ្ដាសាត្រកូលនេះថាខ្ញុំសូមដាក់បណ្ដាសាឯងត្រកូលរបស់ឯងនឹងមិនមានក្តីសុខឡើយគ្រួសាររបស់ឯងនឹងត្រូវស្លាប់មុនអាយុទោះបីជាទ្រព្យសម្បត្តិនិងអំណាចរបស់ឯងក៏មិនអាចជួយឯងបានរហូតដល់កូនចៅជំនាន់ក្រោយហេតុការណ៍សោកនាដកម្មនៃត្រកូល Kennedy ហេតុការណ៍ដែលធ្វើឲ្យបណ្ដាសានេះហាក់ដូចជាគួរឲ្យជឿគឺសោកនាដកម្មជាបន្តបន្ទាប់ដែលកើតឡើងលើគ្រួសារនៃត្រកូល Kennedy ដូចជា Joseph Kennedy Jr. កូនប្រុសច្បងបានស្លាប់ដោយសារការផ្ទុះយន្តហោះក្នុងអំឡុងសង្គ្រាមលោកលើកទី2 Kathleen Kennedy កូនស្រីបានស្លាប់ដោយសារគ្រោះថ្នាក់យន្តហោះនៅប្រទេសបារាំង John F Kennedy ប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានគេធ្វើឃាតនៅឆ្នាំ1963 Robert F Kennedy ប្អូនប្រុសរបស់គាត់ត្រូវបានគេធ្វើឃាតម្ដងទៀតនៅឆ្នាំ1968កំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី John F Kennedy Jr. កូនប្រុសរបស់ JFK បានស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះឯកជននៅឆ្នាំ1999លើសពីនេះសមាជិកជាច្រើននៃត្រកូលនេះក៏បានជួបប្រទះគ្រោះថ្នាក់ជំងឺឬការស្លាប់ដែលមិនអាចនឹកស្មានដល់ផ្សេងទៀតតើនេះជាការពិតឬគ្រាន់តែជារឿងនិទានទោះបីជារឿងរ៉ាវអំពីបណ្ដាសាពីជនជាតិឥណ្ឌាដើមមិនមានភស្តុតាងច្បាស់លាស់ហើយអាចគ្រាន់តែជារឿងព្រេងដែលត្រូវបានគេបង្កើតឡើងដើម្បីពន្យល់ពីសោកនាដកម្មជាបន្តបន្ទាប់នេះក៏ដោយវាបានឆ្លុះបញ្ចាំងពីការព្យាយាមរបស់មនុស្សក្នុងការស្វែងរកហេតុផលឲ្យអ្វីដែលមើលទៅហាក់ដូចជាលើសពីភាពចៃដន្យអ្នកខ្លះជឿថាសោកនាដកម្មទាំងនេះអាចបណ្ដាលមកពីរបៀបរស់នៅរបស់សមាជិកត្រកូលនេះដែលនិយមរស់នៅក្នុងសម្ពាធខ្ពស់និងចូលចិត្តប្រឈមនឹងហានិភ័យទាំងក្នុងវិស័យនយោបាយនិងសង្គមឬអាចឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃដែលត្រូវខាត់បង់សម្រាប់ការមានអំណាចនិងឥទ្ធិពលមិនថាវាជាការពិតឬគ្រាន់តែជារឿងព្រេងនោះទេបណ្ដាសាត្រកូល Kennedy នៅតែជារឿងនិទានមួយដែលបានបង្ហាញថាសូម្បីតែគ្រួសារដែលហាក់ដូចជាមានអ្វីគ្រប់យ៉ាងក្នុងជីវិតក៏មិនអាចគេចផុតពីស្រមោលនៃជោគវាសនាដែលគ្មានអ្នកណាអាចពន្យល់បានដោយហេតុផលធម្មតានោះឡើយ